ពូអត់ទេឃើញគេខមមិនស៊ូបងច្រើនតើពាក់ព័ន្ធនឹងការប្រកួតគុនខ្មែរនេះសុកធីជាមួយនឹងនេះសុកធីជាមួយនឹងពេជ្រសម្បត្តិតែដូចពូធ្លាប់និយាយអញ្ចឹងតាំងពីគូនេះតាំងពីខែមុនមកហ្នឹងគេស៊ូឲ្យស៊ូទៀតឲ្យតែក្នុងការ live របស់ពូគេស៊ូឲ្យតែសុកធីជាមួយនឹងពេជ្រសម្បត្តិពូយកមួយណាពូនៅតែនិយាយមែនតើគឺពូយកសុកធីហើយប្រហែលថ្ងៃនេះមែនឃើញនៅលើ Facebook ឃើញមានផ្ទុះការជជែកវែងញ៉ៃពាក់ព័ន្ធនឹងគុនខ្មែរគឺតាំងពីវីដេអូឃ្លីបធ្លាយគ្រូនេះគ្រូលូនបញ្ញាជាមួយនឹងខាងប្រធានសហព័ន្ធបងខើឆាយមែនតើទៅបើយើងមើលទស្សនវិជ្ជានឹងទៅវាដូចអត់សមអីដែលត្រូវបានន័យថាត្រូវមានចំនួនកើតឡើងរហូតដល់មហាជនរហូតដល់អ្នកគ្រប់គ្រងគុនខ្មែរប្រតិកម្មខ្លាំងអានឹងគឺជាបញ្ហាកង្វះខាតមែនទេរបស់សហព័ន្ធគុនខ្មែរហើយរូបភាពវីដេអូដែលបញ្ចេញមករយៈពេលប្រហែលនាទីនឹងយើងឃើញថាការតវ៉ាវាដូចមើលទៅវាដូចគេហៅថាដូចនិយាយគ្នានៅក្នុងផ្សារត្រីអញ្ចឹងហើយទស្សនវិជ្ជានឹងមហាជនក៏បានន័យថាមានការគ្រប់គ្រងមានការ support ច្រើនទៅលើលោកគ្រូលូនបញ្ញាអានេះអ្វីដែលពូបានមើលឃើញនៅក្នុង comment ជាច្រើនអញ្ចឹងបានន័យថាពាក់ព័ន្ធនឹងបញ្ហាគុនខ្មែរនេះតែប្រធានសហព័ន្ធជាមួយនឹងខាងលោកគ្រូលូនបញ្ញាកំពុងតែជជែកវែកញែកហើយគ្រូលូនបញ្ញានេះឥឡូវឮតែជាប់នេះទៀតជាប់ពីណីទៀតណាឮតែជាប់បំរើ3ខែទៀតណាហើយសួរថាថៃប្រជាជនវាផ្ដោតទៅលើបានន័យថាបញ្ហាវាគ្រប់គ្រងទៅលើដល់បញ្ហាជាមួយទឹកដីយើងទេនេះអារឿងក្តៅកគុកនេះអារឿងចំនួនព្រំដែននេះដែលវាចង់បានប្រាសាទតមន់តូចតមន់ធំនៅតំបន់មុំ3ប្រាសាទតាកបីនេះហើយបែរជាយើងនេះយកអាបញ្ហាគុនខ្មែរនេះតែគ្នាឯងនឹងតោតែគ្នាឯងខំតែគ្នាឯងហ្នឹងអញ្ចឹងវាធ្វើឲ្យស៊ីមវាកំពុងនេះវាកំពុងបានន័យថាវាកំពុងតែបើគេហៅថាបង្កើតអាចលនាជាតិនិយមរបស់វាហ្នឹងវាអត់មានខ្វល់អីរឿងផ្សេងទេប៉ុន្តែយើងនេះទេយើងកំពុងមានបញ្ហាស្រាប់ហើយទៅពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនហើយឥឡូវនេះម៉ូតូរឿងគុនខ្មែរទៀតអញ្ចឹងសួរថាតើយើងគូកំឡុងពេលនេះសួរថាយើងចាំបាច់ទេដែលត្រូវយើងទៅបាច់បាក់សាមគ្គីដោយសារតែគុនខ្មែរក៏ប៉ុន្តែពូចង់និយាយថាដូចពូខើឆាយអញ្ចឹងគាត់ប្រធានសហព័ន្ធអញ្ចឹងគាត់ត្រូវតែមានមធ្យោបាយឬក៏មានដំណោះស្រាយណាមួយឲ្យសមស្របដើម្បីឲ្យគ្រូបង្វឹកតាមក្លឹបគាត់ទទួលយកបានចំពោះការបកស្រាយដល់ទៅពេលអញ្ចឹងការបកស្រាយមកដូចលោកគ្រូលូនបញ្ញាគាត់ថាវាមិនដែរអាណារាប់អវ័យរាប់ពីទឹកហើយនឹងឲ្យឈ្នះការទៀតអញ្ចឹងពេលខ្លះយើងគាត់បកស្រាយទៅវាអត់សមស្របគាត់ទទួលយកបានអញ្ចឹងវាកើតទៅជាបញ្ហាជជែកវែកញែកដាក់គ្នាអានេះពូមិនយល់ដឹងឯច្រើនអានេះពូទៅនិយាយទៅតាមការមើលឃើញពូកំឡុងពេលនេះយើងគឺដាច់ខាតអត់មានអីដែលត្រូវឆ្លុះប្រកែកវែកញែកគ្នាទេព្រោះយើងជាជាតិសាសន៍តែមួយជាពិសេសគុនខ្មែរនឹងគឺមានអ្នកគ្រប់គ្រងច្រើនណាស់គុនខ្មែរយើងនឹងគឺគុនបានន័យថាគុនខ្មែររបស់យើងនឹងគឺមានអ្នកគ្រប់គ្រងច្រើនណាស់នៅក្នុងប្រទេសកម្ពុជាហើយកំឡុងពេលដែលយើងកំពុងមានបញ្ហាមួយស៊ីមទៀតសួរថាយើងហេតុអីទៅឆ្លុះគ្នាដោយសារតែបានន័យថារឿងនឹងវាអត់ធំទេប៉ុន្តែគាត់ថានេះគឺជាដំណោះស្រាយមួយដែលនិយាយមែនតើនោះគឺការដោះស្រាយអត់មានភាពច្បាស់លាស់ហ្នឹងហើយលោកគ្រូស៊ូងបញ្ញាពូច្រឡំតកូលគាត់លោកគ្រូស៊ូងបញ្ញាអត់ទេមើលទៅការស៊ូរបស់គាត់ឆ្ងល់គាត់ត្រូវទៅស៊ូអញ្ចឹងហីមិនអញ្ចឹងហើយបើគាត់ស៊ូការបកស្រាយរបស់ទៅគាត់វិញក៏ទៅមានហេតុផលក៏មានទៅមានអំណះណាងសមស្របក៏ប៉ុន្តែពេលខ្លះអាចថាការបកស្រាយទៅវាអត់សមហេតុសមផលគាត់ទទួលយកបានថាគាត់ប្រឆាំងថាគាត់ញុះញង់អានេះវាទៅជារឿងមួយផ្សេងទៀតទេប៉ុន្តែមហាជនគេចេះមើលគេចេះថ្លឹងថ្លែងខ្លាំងណាស់ពាក់ព័ន្ធនឹងបញ្ហាហ្នឹង